ខ្ញុំបានសូមគោរពជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់ការអធិប្បាយបកស្រាយអំពីខ្សែបាតដៃឧបនិស្ស័យវាសនារបស់មនុស្សដែលខ្ញុំបាទធ្វើវីដេអូនេះឡើងសម្រាប់ជាប្រយោជន៍ដល់ពុកម៉ែបងប្អូនបញ្ញាចិត្តឆ្ងាយដែលលោកជាអ្នកតាមដាននិងមានជំនឿលើខ្សែបាតដៃបង្ហាញអំពីខ្សែចក្រវាលបង្ហាញអំពីរឿងបុណ្យនិងបាបនិងការកំណត់ជោគវាសនារបស់មនុស្សទាំងរឿងល្អទាំងរឿងអាក្រក់ដែលបុគ្គលទាំងឡាយត្រូវជួបនៅក្នុងថ្ងៃខាងមុខសម្រាប់ខ្សែបាតដៃរបស់មនុស្សពិតណាស់គឺមានសញ្ញាប្លែកៗផ្សេងពីគ្នាមិនដូចគ្នាទេឧបនិស្ស័យខ្សែបាតដៃរបស់មនុស្សជួនណាអាចនឹងមានខ្សែជីវិតមិនសូវល្អក៏ប្រសើរជួនណាក៏មានខ្សែជីវិតដែលមានលក្ខណៈពិសេសហើយជាខ្សែជីវិតដែលបញ្ជាក់អំពីសញ្ញាឧបនិស្ស័យមនុស្សដែលបានសាងបុណ្យទុកមកច្រើនតួយ៉ាងនៅក្នុងបាតដៃដែលខ្ញុំបាទយកមកបង្ហាញនេះគឺជាខ្សែបាតដៃបុគ្គលម្នាក់ដែលគាត់បានជួបទុក្ខជួបរឿងរ៉ាវច្រើនជួបនៅបញ្ហាមួយចំនួនដែលគាត់បានរែកពុនតាំងពីក្មេងរហូតដល់ចាស់ឧបសគ្គបញ្ហាឆាកជីវិតរបស់គាត់គឺច្រើនតែត្រូវដោះស្រាយរ៉ាប់រងដោយខ្លួនឯងដោយសារតែគំនិតប្រាជ្ញារបស់គាត់គឺគាត់មានលក្ខណៈពិសេសក្នុងការដោះស្រាយបញ្ហាធ្វើអ្វីមិនរងចាំមិនពឹងលើអ្នកដទៃគឺថាធ្វើអ្វីប្រឹងប្រែងខ្លួនឯងគិតដោយខ្លួនឯងបើយើងមើលទៅលើខ្សែបាតដៃរបស់គាត់ខ្សែទី1ដែលខ្ញុំចង់អធិប្បាយនិងជម្រាបជូនបងប្អូនបញ្ជាក់បានដឹងតាមរយៈវីដេអូនេះគឺខ្សែបាតដៃដែលខ្ញុំគូសពណ៌ក្រហមទៅលើខ្សែជីវិតរបស់គាត់ដែលតំណាងនៅខ្សែពណ៌ក្រហមតំណាងដល់ឧបនិស្ស័យរបស់មនុស្សដែលត្រូវជួបរឿងជួបបញ្ហានិងខ្សែវាសនាដែលបញ្ជាក់អំពីទឹកចិត្តព្រមទាំងដំណើរជីវិតមួយចំនួនដែលពាក់ព័ន្ធជាមួយនឹងស្ថានភាពនិងការរស់នៅរបស់គាត់ជាប្រចាំតាំងពីក្មេងរហូតដល់ចាស់តែជាក់ស្ដែងខ្សែក្រហមដែលខ្ញុំគូសនេះគឺតាក់ទងនឹងខ្សែជីវិតរបស់គាត់ជាក់ស្ដែងតាំងពីក្មេងរហូតដល់ចាស់ដែលគាត់ត្រូវជួបរឿងទុក្ខសោកបញ្ហាមួយចំនួនដែលគាត់ត្រូវដោះស្រាយខ្លួនឯងត្រូវប្រឹងប្រែងដោយខ្លួនឯងពុំមាននរណាម្នាក់អាចជួយគាត់បាននៅក្នុងរឿងរ៉ាវទាំងអស់នោះឡើយហើយមួយវិញទៀតដំណើរជីវិតរបស់គាត់យើងឃើញថាមានខ្សែជីវិតដោះមកច្បាស់ហើយផង់ហើយនឹងមានខ្សែជីវិតដែលមានខ្សែបញ្ហាដោះកាត់ពីលើច្រើនមែនទែនដែលបញ្ជាក់អំពីដំណើរជីវិតទុក្ខសោកបញ្ហាមួយចំនួនដែលបុគ្គលត្រូវជួបត្រូវឆ្លងកាត់ត្រូវដោះស្រាយដោយខ្លួនឯងក្នុងប្រការទាំងនេះហើយចូលបងប្អូនពុកម៉ែមីមីងទាំងអស់គ្នាតាមដានជាមួយនឹងខ្ញុំបាទឲ្យបានជាក់ច្បាស់នៅក្នុងខ្សែបាតដៃរបស់គាត់នេះអ្វីដែលខ្ញុំឃើញជាក់ស្ដែងទី1គឺខ្សែជីវិតវែងមិនដាច់ខ្សែជីវិតជាប់ល្អខ្សែជីវិតមានភាពច្បាស់ប្រក្រតីប៉ុន្តែអ្វីដែលជាសញ្ញាដោះកាត់ពីលើនៅលើខ្សែបាតដៃរបស់គាត់នោះមួយចំណែកដែលខ្ញុំគូសពណ៌លឿងចាស់គឺជាខ្សែបញ្ហាដែលដោះច្រើនមែនទែនគឺជាខ្សែដែលបញ្ជាក់ថាដំណើរជីវិតរបស់គាត់ពិតណាស់ជួបបញ្ហាជួបរឿងរ៉ាវច្រើនការគិតច្រើនតាំងពីក្មេងរហូតដល់ចាស់ហើយខ្សែខាងលើដែលយើងគូសរង្វង់នេះគឺចង់និយាយសម្ដៅថាពីក្មេងមកគឺគាត់មានការលំបាកការហត់នឿយជួបបញ្ហារហូតដល់វ័យត្រឹមអាយុ40ឆ្នាំនេះគឺគាត់នៅតែជួបរឿងជួបបញ្ហាច្រើនការរងទុក្ខរងសេចក្តីវេទនានិងកម្មចាស់មួយចំនួនដែលគាត់ត្រូវប្រឹងប្រែងក្នុងការងាររកស៊ីអាជីពមុខរបររបស់គាត់សម្រាប់ខ្សែបន្តគឺយើងឃើញថាមានសញ្ញាខ្សែបាតដៃខ្សែបញ្ហាដោះរៀងស្ដើងនៅទួលខាងក្រោមបែបនេះបានន័យថាដំណើរជីវិតរបស់គាត់ពីវ័យអាយុ40ចុះមកក្រោមនេះគាត់អាចនឹងមានភាពសុខដុមរមនាឬជួបបញ្ហាអ្វីមួយអាចដោះស្រាយបានប៉ុន្តែត្រង់ចំណុចដែលមានខ្សែបញ្ហាដោះក្រាស់បែបនេះគឺបានន័យថាជីវិតរបស់គាត់ត្រូវជួបការលំបាកការតស៊ូការហត់នឿយតាំងពីក្មេងជាមនុស្សមានការប្រឹងប្រែងអត់ធ្មត់ក្នុងឆាកជីវិតរបស់ខ្លួន
ហើយជាមនុស្សដែលមានភាពប្រឹងប្រែងស្មារតីលូតលាស់ដោយសារតែខ្សែជីវិតរបស់គាត់ច្បាស់មិនមានខ្សែដាច់ហើយមានខ្សែកោងបញ្ជាក់ថាគាត់ជាមនុស្សដែលមានការតស៊ូប្រឹងប្រែងមិនចោះចាញ់ឧបសគ្គបញ្ហាហើយជាមនុស្សមានអាយុវែងហើយជាមនុស្សដែលយកឈ្នះនៅរឿងរ៉ាវតូចធំដែលចូលមកមិនថាជារឿងអ្នកដទៃឬរឿងរបស់ខ្លួនឯងបញ្ហារបស់ខ្លួនឯងនោះទេលក្ខណៈខ្សែបាតដៃរបស់គាត់នេះគឺយើងឃើញថាសញ្ញាឧបនិស្ស័យជាមនុស្សដែលមានការតស៊ូការប្រឹងប្រែងនៅក្នុងឆាកជីវិតខ្លាំងចំពោះខ្សែខាងក្រោមដែលខ្ញុំបានយកពណ៌បៃតងមកគូសនេះគេហៅថាជាខ្សែបុណ្យចាស់ដែលគាត់ធ្លាប់សាងសន្សំពីអតីតជាតិមកឬបុណ្យដែលគាត់សន្សំនៅក្នុងជាតិនេះបូកចូលគ្នាដែលវាដោះចេញមកបែបនេះបានន័យថាគាត់ក៏មានបុណ្យទ្រទ្រង់ឧបនិស្ស័យជួយកាត់គ្រោះរំលោះបញ្ហាមួយផ្នែកហើយខ្សែសន្សំបុណ្យនេះគឺជាខ្សែអត្ថិភាពមួយដែលនាំឲ្យបុគ្គលទាំងឡាយជួបរឿងរ៉ាវល្អឬគិតអ្វីប្រាថ្នាអ្វីរមែងឆាប់បានសម្រេចបើកាលណាខ្សែនេះមានសភាពខ្លីហើយដោះស្ដើងខ្លាំងមានន័យថាបុគ្គលនោះអាចជួបទុក្ខយូរជួបការលំបាកយូរជាក់ស្ដែងនៅក្នុងបាតដៃរបស់គាត់នេះមានខ្សែបុណ្យចាស់ឬខ្សែសន្សំបុណ្យនឹងរាងខ្លីបានន័យថាវ័យអាយុច្រើនទើបគាត់បានធូរស្បើយឬអាចរួចទុក្ខរួចទោសរួចកម្មរួចពាវេរាមួយចំនួនដែលគាត់ត្រូវជួបហើយយ៉ាងណាមិញខ្សែបាតដៃនេះក៏យើងសង្កេតឃើញថាមានត្រីសំណាងនៅខាងចុងខ្លែបដៃដែលបញ្ជាក់អំពីឧបនិស្ស័យវ័យចាស់ទើបគាត់អាចធូរធារមានទ្រព្យសម្បត្តិល្អប្រសើរឬមានទ្រព្យបុណ្យដែលគាត់សន្សំទុកមកខ្សែត្រីសំណាងតំណាងឲ្យភាពត្រជាក់ត្រជុំតំណាងឲ្យកិច្ចការងារការរស់ស៊ីលុយកាក់សេដ្ឋកិច្ចការវិវត្តន៍អ្វីមួយដែលល្អប្រសើរពុកម៉ែបងប្អូនក៏អាចមើលខ្សែបាតដៃខ្លួនឯងថាតើមានខ្សែសន្សំបុណ្យនេះក្រាស់ឬក៏ស្ដើងឬខ្សែវែងឬក៏ខ្លីបើកាលណាខ្សែខ្លីៗបានន័យថាសន្សំបុណ្យពីអតីតជាតិមកនឹងគឺមានលក្ខណៈតិចសមល្មមតែបើចង់ឲ្យខ្សែនេះដោះវែងល្អហើយជួបទុក្ខជួបបញ្ហាងាយនឹងដោះស្រាយគិតអ្វីក៏នឹងឆាប់បានសម្រេចត្រូវប្រឹងសន្សំបុណ្យថ្មីនៅក្នុងជាតិថ្មីព្រោះដំណើរជីវិតរបស់សត្វលោកមានឡើងមានចុះមិនគួរប្រសើរតាមចិត្តរបស់ខ្លួនទាំងស្រុងនោះឡើយអ្វីសុទ្ធតែមិនទៀងម្ដងឡើងម្ដងចុះម្ដងមានទ្រព្យម្ដងអស់ទ្រព្យមានលៀបបាត់លៀបមានយុះបាត់យុះយ៉ាងនេះឯងហើយក្នុងបាតដៃនេះគឺយើងសង្កេតឃើញថាឧបនិស្ស័យរបស់គាត់ជាមនុស្សដែលអាចសម្រេចកិច្ចការងារមួយចំនួនបានល្អប្រសើរទាំងការធ្វើកិច្ចការងារការរកស៊ីអាជីពមុខរបរជាដើមនោះដោយឧបនិស្ស័យរបស់គាត់ជាមនុស្សដែលសម្លឹងវែងឆ្ងាយមានការគិតពិចារណាខ្ពស់ដោយហេតុថាខ្ញុំបានបកស្រាយអត្ថន័យយ៉ាងនេះគឺមើលទៅលើខ្សែខួរក្បាលបញ្ញារបស់គាត់គឺវែងល្អណាស់ខ្សែបញ្ញាវែងជាមនុស្សមានការគិតវែងឆ្ងាយជាមនុស្សមានសតិបញ្ញាល្អប្រសើរហើយថែមទាំងមានខ្សែថងលុយគឺដោះនៅលើខ្សែខួរក្បាលរបស់គាត់ពីរជាន់ឬហៅថាជាសញ្ញាត្រីកោណសញ្ញាផ្ទះបុណ្យដែលគាត់អាចរកលុយរកកាក់សន្សំទ្រព្យឬធ្វើជាផ្ទះសង់ផ្ទះឬសម្រេចនៅកិច្ចការងារអ្វីមួយបានតាមសេចក្តីប្រាថ្នាតកតូននឹងខ្សែបាតដៃខ្សែនិស្ស័យរបស់គាត់គឺយើងសង្កេតឃើញទាំងខ្សែខួរក្បាលបញ្ញាវែងការគិតច្រើនមានការពិចារណាថ្លឹងថ្លែងទាំងរឿងតូចទាំងរឿងធំទាំងរឿងស្រណុកនិងរឿងលំបាកគឺគាត់តែងតែមានការឆ្លងកាត់រឿងនេះដោយខ្លួនឯងហើយមានការប្រឹងប្រែងតស៊ូកន្លងមកដោយសារតែយើងមើលទៅលើខ្សែខួរក្បាលបញ្ញារបស់គាត់បែបនេះបានន័យថាគាត់អត់ធន់អត់ទ្រាំជាមួយនឹងបញ្ហាច្រើនខ្លាំងមែនទែនហើយដៃរបស់គាត់នេះមិនមែនមានត្រឹមតែសញ្ញាត្រីកោណនៅលើខ្សែខួរក្បាលប៉ុណ្ណោះទេគឺគាត់មានសញ្ញាផ្ទះបុណ្យនៅលើខ្សែខួរក្បាលឬសញ្ញាត្រីកោណនេះបន្ថែមដែលបញ្ជាក់អំពីដំណើរជីវិតនិងការដែលគាត់អាចរកលុយរកកាក់រកទ្រព្យសម្បត្តិបានកាលណាដែលគាត់មានមុខអាជីពមុខរបរត្រឹមត្រូវឬគាត់ចេញរកស៊ី
ដោយកម្លាំងញើសឈាមរបស់ខ្លួនឯងដោយបញ្ញារបស់ខ្លួនឯងកាលណាខ្សែបញ្ញាចេញជាសញ្ញាត្រីកោណឬផ្ទះបុណ្យបែបនេះមានន័យថាមនុស្សនេះគាត់អាចមានបញ្ញាក្នុងការងាររកស៊ីអាជីពមុខរបរកិច្ចការងារអ្វីក៏រមែងបានសម្រេចច្រើនសមតាមសេចក្តីប្រាថ្នាលុះដល់ពេលវ័យចាស់ទៅគាត់អាចនឹងមានទ្រព្យបុណ្យឬទ្រព្យសន្សំឬលុយកាក់ចាយមិនចេះដាច់នោះទេក៏ប៉ុន្តែអ្វីដែលមិនសូវល្អនោះគឺយើងមើលទៅលើខ្សែថង់លុយរបស់គាត់ដែលប្រសពជាមួយនឹងខ្សែជីវិតព្រមទាំងខ្សែខួរក្បាលនៅខាងចុងដៃនេះតែម្ដងគឺឃើញថាជាសញ្ញាខ្សែធ្លាក់ខ្សែចំហដែលបញ្ជាក់ថាគាត់មានលុយកាក់មានទ្រព្យប៉ុន្តែมันអាចទុកដាក់សល់បានដោយសារតែលុយកាក់ទ្រព្យបានពីបញ្ញាក្តីកម្លាំងក្តីត្រូវយកមកប្រើប្រាស់ក្នុងតម្រូវការជីវិតប្រចាំថ្ងៃមួយភាគនឹងត្រូវបាត់បង់ដោយការចាញ់បោកគេការខ្ជះខ្ជាយដោយសារការធ្វើកិច្ចការងារមុខជំនួញមិនសមប្រកបឬត្រូវបាត់បង់ខាតបង់ឬមួយទៀតទ្រព្យដែលបានមកហើយត្រូវបាត់បង់ដោយសារតម្រូវការដូចជាញាតិមានជំងឺឬខ្លួនគាត់ត្រូវមានតម្រូវការចាយវាយទ្រព្យនោះរហូតដល់អស់ទៅវិញមានការបាត់បង់ដោយប្រការណាមួយហើយត្រង់កន្លែងនេះក៏សូមបញ្ជាក់ប្រាប់បងប្អូនថាកាលណាតែខ្សែបាតដៃរបស់យើងដែលដោះមកមានសញ្ញាធ្លុះមានសញ្ញាមិនជាប់បែបនេះចំពោះខ្សែថង់លុយគឺភាគច្រើនជាមនុស្សចិត្តទូលាយដៃទូលាយច្រើនតែជួយគេយកអាសាគេតែចុងក្រោយត្រូវបាត់បង់ទ្រព្យដោយខ្លួនឯងឬត្រូវលំបាកដោយខ្លួនឯងវិញតកតងនឹងសញ្ញាប្រជ្រុយនៅលើខ្សែខួរក្បាលនេះក៏មិនសូវជាល្អប្រសើរប៉ុន្មានដែរដោយសារតែប្រជ្រុយដែលនៅលើសង្កត់ខ្សែខួរក្បាលគឺបញ្ជាក់ថាមនុស្សនេះនឹងជួបទុក្ខសោកជួបរឿងកម្មវិបាកបញ្ហាមួយចំនួនធំដែលខ្លួនឯងត្រូវគិតត្រូវមានជំងឺឈឺក្បាលឬមានបញ្ហាប្រកាន់ផ្សេងរ៉ាប់រងដោយសម្ពាធបញ្ហាច្រើនខ្សែខួរក្បាលឬខ្សែណាក៏ដោយឲ្យតែមានសញ្ញាប្រជ្រួយសង្កត់ពីលើគឺជាបញ្ហាសុខភាពនិងបញ្ហាមួយចំនួនដែលត្រូវការជាក់ស្ដែងនៅក្នុងឆាកជីវិតរបស់គាត់មិនសូវសមប្រកបព្រោះថាប្រជ្រួយនេះគឺជាប្រជ្រួយដែលសង្កត់ដែលធ្វើឲ្យគាត់បាត់បង់តុល្យភាពបាត់បង់ភាពជឿជាក់និងធ្វើឲ្យគាត់បាត់បង់ឱកាសការងារនិងជួបវិបាកកម្មបញ្ហាមួយចំនួនដែលគាត់ត្រូវគិតច្រើនត្រូវជួបវិបត្តិត្រូវអ្នកដទៃនាំរឿងនាំទុក្ខមកឲ្យខ្លួនឯងជាសញ្ញាដែលបញ្ជាក់ថាគាត់ត្រូវគិតច្រើនប៉ុន្តែគិតទៅរឿងវិបត្តិគិតនៅរឿងបញ្ហាដែលមិនសូវសមគួរនាំឲ្យមានការឈឺចាប់សម្រាប់ខ្សែបាតដៃរបស់គាត់ដែលយើងមើលឃើញបន្តតាក់ទងនឹងខ្សែផ្លូវចិត្តឬក៏ខ្សែបេះដូងនៅខាងលើផ្នែកបុកត្រង់ទៅរកដៃកណ្ដាលឬក៏ដៃចង្អុលដែលខ្សែដៃប្រភេទនេះគឺយើងសំដៅទៅលើខ្សែបេះដូងខ្សែទឹកចិត្តខ្សែមនោសញ្ចេតនាខ្សែស្នេហាខ្សែជំនួយដែលបុគ្គលខ្លាំងខ្សោយគឺតាក់ទងទៅលើផ្លូវចិត្តលក្ខណៈនៃខ្សែបាតដៃឬក៏ខ្សែបេះដូងរបស់គាត់គឺមានសញ្ញាលំពែងមុខ3ដែលបញ្ជាក់អំពីឧបនិស្ស័យមនុស្សមានភាពក្លាហានចិត្តរឹងចិត្តដាច់រឹងមាំតស៊ូលះបង់ជាមនុស្សប្រឹងប្រែងធ្វើកិច្ចការងារធំដុំជាមនុស្សដែលមានភាពជឿជាក់លើខ្លួនឯងជាមនុស្សមានការប្រឹងប្រែងអត់ធ្មត់ខ្លាំងណាស់តាំងពីក្មេងសញ្ញាលំពែងមុខ3ជាអាវុធព្រះអាវុធទេវតាតំណាងនៅការកម្ចាត់សភាវៈអាក្រក់ឧបសគ្គបញ្ហាមួយចំនួនអាចឆ្លងផុតឆ្លងកាត់បានប៉ុន្តែក៏ត្រូវរងកម្មរងទុក្ខយូរឬក៏ត្រូវជាមនុស្សដែលត្រូវអ្នកដទៃធ្វើប៉ះពៀឬគិតអាក្រក់មកលើគេជានិច្ចដែរដោយសារតែសញ្ញាលំពែងមុខ3
ជាសញ្ញាឧបនិស្ស័យមនុស្សដែលមានចិត្តក្លាហានចិត្តហ៊ានសម្ដីត្រង់និយាយត្រង់ឃើញយ៉ាងណាថាយ៉ាងហ្នឹងប្រកាន់ភាពជាខ្លួនឯងមានអំនួតជាមនុស្សដែលអាចធ្វើអ្វីមួយប្រឹងប្រែងដោយខ្លួនឯងតស៊ូដោយខ្លួនឯងពុំចាប់បាច់ពឹងអ្នកដទៃជាក់ស្ដែងដោយនៅក្នុងបាតដៃរបស់បងស្រីនេះដែលមានសញ្ញាបែបនេះយើងឃើញថាជីវិតរបស់គាត់ជួបបញ្ហាជួបរឿងរ៉ាវច្រើនប៉ុន្តែគាត់មិនបានទៅពឹងអ្នកដទៃឬធ្វើទុកឲ្យអ្នកណាលំបាកដោយសារខ្លួនគាត់ទេគឺគាត់ប្រឹងប្រែងដោយខ្លួនឯងតស៊ូដោយខ្លួនឯងក្នុងឆាកជីវិតហើយគាត់ជាមនុស្សមានទឹកចិត្តទូលាយដោយសំអាងយើងមើលទៅលើខ្សែខួរក្បាលនិងខ្សែចិត្តរបស់គាត់ខ្សែបេះដូងនិងខ្សែខួរក្បាលដែលយើងឃើញទំហំនៃការញែកដែលខ្ញុំបានគូសព្រួញនេះគឺចង់សម្ដៅទៅលើគាត់ដែលគាត់មានចិត្តទូលាយចិត្តល្អជាមនុស្សតែងយកអាសាគេជួយគេប៉ុន្តែច្រើនតែជួបទុកខ្លួនឯងជួបបញ្ហាខ្លួនឯងហើយរឿងរ៉ាវដែលគាត់ជួបគឺជារឿងរ៉ាវដែលបញ្ហាមិនងាយនឹងដោះស្រាយហើយជារឿងអ្នកដទៃនាំរឿងនាំទុកមកឲ្យគាត់នាំបញ្ហាច្រើនការកង្វល់ចិត្តច្រើនដោយសារតែនៅក្នុងដៃនេះគឺយើងឃើញមានខ្សែមួយដែលដោះត្រង់ទៅលើខ្សែនាងដៃរៀងធ្លាក់គឺគាត់ត្រូវបាត់បង់គេឈ្មោះគេលៀបពណ៌គាត់ឬគាត់ត្រូវបាត់បង់លុយកាក់ទ្រព្យសម្បត្តិណាមួយទៀតផងបើបងប្អូនមានបែបបាតដៃបែបនេះចូលមានការប្រុងប្រយ័ត្នឲ្យខ្លាំងបំផុតហើយបាតដៃរបស់គាត់អ្វីដែលខ្ញុំចង់បង្ហាញបងប្អូនគឺតាក់ទងនឹងវាសនាដំណើរជីវិតរបស់គាត់គឺជួបទុក្ខច្រើនជួបបញ្ហាច្រើនប៉ុន្តែឃើញការតស៊ូឆាកជីវិតរបស់គាត់មានការប្រឹងប្រែងអត់ធ្មត់ខ្លាំងមែនទែនហើយបើយើងមើលទៅលើខ្សែដៃរបស់គាត់តាក់ទងនឹងអនាគតដោយសារតែដៃរបស់គាត់មានសញ្ញាផ្ទះបុណ្យច្រើនអញ្ចឹងបើសិនជាគាត់មានគំនិតក្នុងការងាររកស៊ីនិងការសន្សំលុយកាក់ទុកដាក់ទ្រព្យបានល្អហើយមានភាពរឹងប៉ឹងកាន់តែខ្លាំងធ្វើអ្វីមួយត្រូវនោះគាត់នឹងអាចជៀសផុតពីបញ្ហារឿងរ៉ាវអត់ត្បាតមួយចំនួនឬហៅថាកម្មដែលនាំទុកនាំរឿងមកឲ្យគាត់មិនចេះចប់ព្រោះដៃនេះបើយើងមើលឲ្យមែនតែនទៅគឺមានសញ្ញាលេខ8គឺនៅលើខ្សែខួរក្បាលរបស់គាត់ដែលមានត្រីកោណទុលគ្នាបែបនេះជាមនុស្សដែលអាចមានលុយមានកាក់ឬអាចរកទ្រព្យបានច្រើនច្រកឬហៅថាមានមុខអាជីពការងារចាប់ពី2ឡើងទៅដែលគាត់អាចធ្វើការងារនោះដោយសមត្ថភាពនិងបញ្ញារបស់ខ្លួនឯងហើយជាសញ្ញាអតិភិបសញ្ញាលុយកាក់សញ្ញាទ្រព្យមិនខ្វះខាតទៅថ្ងៃមុខតាក់ទងនឹងខ្សែបាតដៃរបស់គាត់ក៏យើងឃើញថាមានសញ្ញាគុណជាសញ្ញាទេវតាប្រទានឲ្យចុះមកផែនដីដើម្បីដឹកនាំមនុស្សធ្វើល្អសាងល្អទៅរកផ្លូវត្រូវទៅរកផ្លូវត្រង់ផ្លូវសច្ចៈនៃសេចក្តីពិតជាមនុស្សដែលមានទឹកចិត្តការតស៊ូប្រឹងប្រែងព្យាយាមខ្លាំងហើយធ្វើអ្វីមួយក៏រមែងជួយសង្គ្រោះអ្នកដទៃអស់ពីចិត្តប៉ុន្តែច្រើនតែបានទុកទោសមកវិញហើយនៅក្នុងលក្ខណៈខ្សែបាតដៃរបស់គាត់នេះរូបភាពសញ្ញាដែលយើងគួរឲ្យចាប់អារម្មណ៍ហើយបងប្អូនតាមដានសង្កេតជាមួយខ្ញុំបកករណាគឺឃើញថាដៃរបស់គាត់មានសញ្ញាខ្យងសាំងសញ្ញាខ្យងសាំងនេះគឺតាក់ទងនឹងអត្ថិភាពបុណ្យរបស់មនុស្សម្នាក់ដែលគាត់មានបុណ្យបារមីចាស់ធ្លាប់សាងសន្សំពីអតីតជាតិប៉ុន្តែជាមនុស្សត្រូវមានកម្មត្រូវចោះមកដើម្បីទូទាត់កម្មម្លោះហើយជីវិតគាត់ពីក្មេងត្រូវរងការលំបាកការហត់នឿយការតស៊ូលុះដល់វ័យអាយុច្រើនទើបគាត់បានទទួលសេចក្តីសុខសេចក្តីចម្រើនវិញខ្យងសាំងតំណាងឲ្យភាពត្រជាក់ត្រជុំសេចក្តីសុខផ្ដំរមនាហើយជាសញ្ញានៃបុគ្គលដែលមានបុណ្យបារមីប៉ុន្តែត្រូវមកសោយកម្មត្រូវមកសងកម្មជួបបញ្ហាការលំបាកជាមុនសិនខ្យងសាំងនេះជាសញ្ញានៃមនុស្សដែលមានភាពវៃឆ្លាតជាមនុស្សដែលអាចសម្រេចកិច្ចការងារឬធ្វើអ្វីមួយដោយខ្លួនឯងហើយនាំភាពសុខសាន្តរុងរឿងដល់គ្រួសារនិងមនុស្សជុំវិញខ្លួនហើយមានវត្ថុស័ក្តិសិទ្ធិឬព្រះអង្គខ្យងសាំងនៅតាមថែរក្សាបើនិយាយទៅគឺមានសញ្ជាតិជាទេវតាមានទេវតាតាមថែរក្សាការពារឲ្យតែបុគ្គលមានសញ្ញាគុណនឹងខ្យងសាំងមានការរក្សាសិលធ្វើអំពើល្អច្រើន
សម្រាប់ខ្សែបាតដៃរបស់បងស្រីនេះគឺមានលក្ខណៈច្រើនដែលគួរកំណត់សម្គាល់ដែលពុកម៉ែបងប្អូនពញាតទាំងអស់គ្នាគួរតែតាមដានជាមួយនឹងខ្ញុំបកករណាប៉ុន្តែដោយសារពេលវេលារបស់យើងខ្លីអ្វីដែលច្បាស់នៅក្នុងបាតដៃខ្ញុំបកករណាគូបង្ហាញជូនដូចជាសញ្ញាស្លឹកពោធិ៍សញ្ញាដែលគាត់ធ្វើបុណ្យជាមួយនឹងផ្លូវព្រះពុទ្ធសាសនាច្រើនជាតិមកហើយសញ្ញាស្លឹកពោធិ៍នេះគឺជាអត្ថិភាពបុណ្យរបស់គាត់ដែលគាត់សន្សំមកច្រើនជាតិជាមនុស្សមានឧបនិស្ស័យហើយបងប្អូនសង្កេតមើលដៃរបស់គាត់ជាមួយនឹងខ្ញុំបកករណាខ្ញុំបាទបន្តទៀតដែលយើងឃើញថាដៃរបស់គាត់នេះមានសញ្ញាប្រកេះនាគហើយនឹងមានភ្នែកដែលចេញជារូបភាពប្រកេះនាគឲ្យយើងបានឃើញតែម្ដងថាគាត់មានឧបនិស្ស័យធ្លាប់សជាតិជានាគរាជជាមនុស្សមានបុណ្យចាស់ហើយជាសញ្ញានៃភាពប្រច័ក្តិជុំសក្តិរមនីជាមនុស្សដែលមានបុណ្យចម្រើនឡើងហើយសញ្ញារូបនាគរាជនេះដើម្បីឲ្យកាន់តែច្បាស់ហើយមនុស្សនោះមានដំណើរជីវិតកាន់តែល្អគឺត្រូវគោរពដល់ដួងព្រះបារមីស្ដេចនាគឲ្យតាមថែរក្សាការពារគាត់ដើម្បីឲ្យគាត់មានកម្លាំងបុណ្យតាមជួយយោងឧបនិស្ស័យវាសនាឲ្យបានល្អសញ្ញារូបនាគរាជគឺជាការសជាតិរបស់បុគ្គលរៀងខ្លួនតាមឧបនិស្ស័យទៅតាមជាតិកំណើតនីមួយហើយបើយើងមើលមកខាងក្រោមទៀតគឺយើងនឹងឃើញមានសញ្ញាផ្កាឈូកនៅក្នុងដៃរបស់គាត់ហើយខ្សែបែបនេះដោះឡើងទៅលើបានន័យថាគាត់ជាមនុស្សមានមុខមានមាត់មានកេរ្តិ៍ឈ្មោះទៅថ្ងៃមុខគាត់អាចប្រកបអាជីពការងារឬរបរទទួលទានអ្វីមួយបានសម្រេចជោគជ័យច្រើនប៉ុន្តែខ្សែបាតដៃប្រភេទនេះជួបទុកជួបកម្មជួបរឿងរ៉ាវមានទ្រព្យអាចបាត់បង់ទ្រព្យមានរឿងល្អចូលមកក៏មានកម្មកាត់ផ្ដាច់ប៉ុន្តែយ៉ាងណាសញ្ញារូបនាគរាជសញ្ញាខ្យងសាំងសញ្ញាផ្កាឈូកសញ្ញាគុណនិងសញ្ញាស្លឹកពោធិ៍នៅក្នុងបាតដៃនេះហើយនឹងសញ្ញាត្រៃសូលទៀតជាសញ្ញាអត្ថិភាពបុណ្យខ្ពស់ដែលបុគ្គលនេះអាចកែប្រែវាសនាតាមរយៈការសន្សំបុណ្យធ្វើសេចក្តីល្អធ្វើអំពើល្អឲ្យបានច្រើនតទៅថ្ងៃមុខគាត់នឹងជួបរឿងរ៉ាវបញ្ហានិងកាត់សេចក្តីទុក្ខសោកបានហើយម្យ៉ាងវិញទៀតដៃប្រភេទនេះគឺគាត់មានកម្មមានបញ្ហាដោយសារតែការចាញ់បោកគេការឆាប់អាណិតគេពេកហើយជាមនុស្សមានទឹកចិត្តជាមនុស្សធ្វើអ្វីមិនគិតតែប្រយោជន៍ខ្លួនឯងដូច្នេះដំណើរជីវិតរបស់គាត់ក៏រស់នៅតាមបែបធន់កណ្ដាលមិនមានពេកមិនក្រពេកទៅថ្ងៃមុខសម្រាប់ខ្សែបាតដៃរបស់គាត់ខ្ញុំបាទសង្ខេបប៉ុណ្ណេះជូនបងប្អូនពញាតពុកម៉ែមេមីងដើម្បីពិនិត្យពិចារណាមើលទាំងអស់គ្នាហើយជួបគ្នានៅក្នុងវីដេអូក្រោយដែលខ្ញុំបាទនឹងលម្អិតខ្សែបាតដៃនៅត្រង់ចំណុចណាដែលជាលក្ខណៈពិសេសដើម្បីបងប្អូនបានសិក្សានិងមើលខ្សែបាតដៃខ្លួនឯងរៀងខ្លួនហើយបើសិនជាបងប្អូនចង់មើលខ្សែបាតដៃខ្សែវាសនាលម្អិតសូមឆាតចូល page មើលខ្សែបាតដៃទូអង្គបារមីមហានគរនិងលេខទូរស័ព្ទដែលខ្ញុំបានដាក់ក្នុងវីដេអូនេះនិងលេខ Telegram 07754 9354បងប្អូនអាចមើលតាម Telegram ក៏បានអាចឆាតចូល page បារមីមហានគរនិង page មើលខ្សែបាតដៃទូអង្គបារមីមហានគរគណៈពីដែរខ្ញុំបាទសូមអរគុណសូមគោរពលាជួបគ្នានៅក្នុងវីដេអូក្រោយទៀត